គឺ Kill ដែលបង្កើតដោយ A រំលឹក Starmer ដែលបានកំទេច Nazi Germany ក្នុង Whoopi វីដេអូរបស់រដ្ឋប្រើប្រាស់សម្រង់សម្ដីពិតរបស់នាយករដ្ឋមន្ត្រីក្នុងសម័យសង្គ្រាមដែលសរសើរកងទ័ពក្រហមសម្រាប់ការហែកចេញនៃ Wehrmacht គឺ Kill ដែលបង្កើតដោយ A រំលឹក Starmer ដែលបានកំទេច Nazi Germany ក្នុង Whoopi វីដេអូរដ្ឋបានចេញផ្សាយវីដេអូដែលបង្កើតដោយ A របស់ Winston គឺ Kill ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់សហភាពសូវៀតក្នុងការកម្ចាត់ណាស៊ីអាល្លឺម៉ង់និងមហាអំណាចអាសផ្សេងទៀតនៅពេលដែលពិភពលោករៀបចំប្រារព្ធខួបលើកទី80នៃជ័យជំនះរបស់សម្ព័ន្ធមិត្តនៅសប្តាហ៍ក្រោយវីដេអូនេះឆ្លើយតបទៅនឹងទំនោររបស់លោកខាងលិចដែលតែងតែមើលរំលងឬមើលស្រាលការរួមចំណែករបស់សហភាពសូវៀតបានបំផ្លាញកងកម្លាំងអាល្លឺម៉ង់ភាគច្រើនហើយបានបាត់បង់មនុស្សប្រហែល27លាននាក់នៅក្នុងអ្វីដែលគេស្គាល់ថាជាសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យនៅក្នុងប្រទេសរុស្ស៊ីនៅក្នុងវីដេអូឃ្លីបនោះគឺ Kill ត្រូវបានបង្ហាញប្រតិកម្មទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់សិទ្ធិវិមានកាលពីខែកុម្ភៈលោក Starmer បាននិយាយថាគ្មានប្រទេសទាំងពីរបានធ្វើរួមគ្នាបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពប្រជាជនទេហើយក្នុងរយៈពេល 2-3 សប្តាហ៍ទៀតយើងនឹងប្រារព្ធខួបលើកទី80នៃជ័យជំនះនៅអឺរ៉ុបចក្រភពអង់គ្លេសនិងអាមេរិកបានប្រយុទ្ធជាមួយគ្នាដើម្បីធ្វើឲ្យវាកើតឡើងសម្រង់សម្ដីរបស់ Kill ដែលបានប្រើក្នុងវីដេអូគឺពិតប្រាកដដែលយកចេញពីសម្បត្តិរបស់គាត់ទៅកាន់ George Stalin មេដឹកនាំសម័យសង្គ្រាមអង់គ្លេសបានសរសេរនៅថ្ងៃទី27ខែកញ្ញាឆ្នាំ1944ថាខ្ញុំនឹងយកឱកាសនេះដើម្បីនិយាយឡើងវិញនៅថ្ងៃស្អែកនៅក្នុងសភានៅអ្វីដែលខ្ញុំបាននិយាយពីមុនថាវាគឺជាកងទ័ពរុស្ស៊ីដែលបានហែកចេញនៅម៉ាស៊ីនយោធាអាល្លឺម៉ង់ហើយនៅពេលនេះកំពុងកាន់កាប់ផ្នែកទំនេរស្រូវនៅខាងមុខសម្បត្តិនេះត្រូវបានសរសេរនៅពេលដែលកងទ័ពក្រហមកំពុងវាយលុកបន្ទាប់ពីជ័យជំនះយ៉ាងដាច់អហង្ការលើ Wehrmacht នៅក្នុងសមរភូមិដ៏ធំនៃគឺ